ខ្ញុំមើលរិស័យឆ្នាំទាំង12ប្រចាំថ្ងៃទី21ខែមេសាថ្ងៃទី21ហ្នឹងត្រូវនឹងថ្ងៃវកមានធាតុលោហៈបូកហើយត្រូវនឹងថ្ងៃច័ន្ទកូនចៅត្រូវចូលធ្វើការងារវិញហើយនៅថ្ងៃច័ន្ទហ្នឹងណាបន្ទាប់ពីចូលឆ្នាំបន្ទាប់ពី holiday long holiday ខ្ញុំមើលឆ្នាំជូតនៅថ្ងៃទី21ហ្នឹងត្រូវប្រយ័ត្នការបែកបាក់រឿងស្នេហាហើយយ៉ាជូតគឺបែកមួយយកមួយហើយអញ្ចឹងมันមានការព្រួយបារម្ភទៅលើការបែកបាក់ហ្នឹងទេហើយជំរុះមួយយកមួយថ្មីទៀតមិនខ្វល់ត្រង់ថាយើងមិនខ្វល់អញ្ចឹងហ្មងហើយនៅថ្ងៃហ្នឹងក៏ជួបហេងខ្លាំងដែរណាឆ្នាំជូតបើសិនជាកូនចៅដែលជាអ្នករៀនសូត្រហ្នឹងថ្ងៃច័ន្ទហ្នឹងគឺមានប្រឡងហើយប្រឡងជាប់គ្រប់គ្នានឹងឯងហើយប្រសិនបើជាអ្នកធ្វើការងារវិញការងារដែលធ្លាប់រាំងស្ទះហ្នឹងនឹងទទួលបានភាពរីកចម្រើននៅថ្ងៃហ្នឹងហើយបើជាអ្នករកស៊ីវិញលក់ដូរដាច់លៀបសក្ការៈហូរចូលលុយលៀបហូរចូលច្រើនហូរចូលដូចទឹកអញ្ចឹងចូលដល់ឆ្នាំឆ្លូវថ្ងៃនេះមានចរិតលក្ខណៈ slot boat ពោពេញទៅដោយគុណធម៌និយាយពាក្យសម្ដីអីហ្នឹងល្អពាក្យសម្ដីផ្អែមល្ហែមហើយហេតុអីឆ្នាំឆ្លូវពីព្រោះថ្ងៃនេះគាត់រងចាំត្រៀមទទួលសមាជិកថ្មីគឺរៀបចំឲ្យមានគូក្រងណាអ្នកដែលមានឆ្នាំឆ្លូវមានន័យថានឹងคล้ายទៅជាកូនកំឡោះកូនក្រមុំចូលរោងការឆាប់ហ្នឹងហើយចឹងហើយបានជាត្រូវត្រៀមឆ្នាំឆ្លូវប្រសិនបើជាអ្នកធ្វើការងារគឺការងារដែលធ្លាប់បាត់បង់កន្លងមកឬក៏ធ្លាប់បរាជ័យកន្លងមកហ្នឹងណាថ្ងៃហ្នឹងគឺត្រូវរៀបគម្រោងការងារឡើងវិញហើយត្រូវរៀបចំឲ្យល្អកុំឲ្យមានការឆ្លោះឆ្លួយកុំឲ្យជួបឧបសគ្គផ្សេងបង្ហាញគំនិតល្អគួរជាទីពេញចិត្តនេះគឺឆ្នាំឆ្លូវបើជាអ្នករកស៊ីវិញធ្លាប់តែលក់ខាតបង់ឥឡូវគាត់មានបច្ចេកទេសថ្មីរៀបចំការងាររកស៊ីលក់ដូរនឹងថ្មីហើយចូលដល់ឆ្នាំខាលរាសីធ្លាក់ខ្ពុកហើយឆ្នាំខាលព្រោះត្រូវចរចេញទៅក្រៅប្រទេសអីផងណាប៉ុន្តែរាំងស្ទះចរចេញទៅអត់បានទេឆុងធ្វើដំណើរហើយចឹងហើយខាលថ្ងៃហ្នឹងក៏មានការរអ៊ូរទាំច្រើនដែរប៉ុន្តែដោយសារវាឆុងអញ្ចឹងទៅក៏មានការអត់ធ្មត់តែក៏ពលមុខដោយសារតែរឿងរ៉ាវហ្នឹងវាជុំទឹះហើយឆ្នាំខាលប្រសិនបើមានបញ្ហារឿងផ្សេងហ្នឹងណាត្រូវរត់ទៅរកក្រុមគ្រួសារសមាជិកគ្រួសារបងប្អូនឪពុកម្ដាយអីហ្នឹងណាឲ្យពួកគាត់ជួយទៅពីព្រោះថ្ងៃហ្នឹងគឺមានរាសីអ្នកទាំងអស់ហ្នឹងណាត្រៀមខ្លួនសម្រាប់ជួយហើយចូលដល់ឆ្នាំថោះប្រយ័ត្នបាត់បង់របស់ទ្រព្យណាត្រូវគេលួចបន្លំផ្សេងហើយអញ្ចឹងកុំចរចេញទៅណាមកណាចរចេញទៅគឺត្រូវទុកដាក់របស់ទ្រព្យកុំប្រហែសឲ្យសោះណាព្រោះរិស័យថ្ងៃហ្នឹងគឺសយហើយជួបសយហើយម្សិលមិញម្សិលមួយថ្ងៃទ្រព្យតែជួបហេងណាហើយអញ្ចឹងហើយយើងអត់បានប្រុងប្រយ័ត្នខ្វះការប្រុងប្រយ័ត្នអញ្ចឹងខ្ញុំជម្រាបជូនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ណាគឺប្រយ័ត្នបាត់បង់របស់ទ្រព្យហើយក៏ត្រូវធ្វើចិត្តឲ្យទូលាយដែរប្រសិនបើមានគេឆក់គេលួចអីហ្នឹងហើយជួបនឹងភាពសយអស់ទាំងហ្នឹងណាត្រូវតមពាក្យសម្ដីកុំនិយាយបង្កាច់បង្ខូចអ្នកដទៃកុំបីបង្កឲ្យមានទំនាស់ឲ្យសោះនៅថ្ងៃទី21ហ្នឹងឆ្នាំរោងថ្ងៃនេះគឺហឺហាហើយមានអត្តចរិតហឺហាលយឆាយស្លៀកពាក់ថ្មីទៅណាអញ្ចេះឆ្នាំរោងអត់មានអ្វីក្រៅពីណាត់ជួបស្នេហាថ្មងថ្មីទេត្រូវណាត់ជួបគូទទួលទានអាហារជុំគ្នាក្រោមពន្លឺព្រះច័ន្ទហើយស្ដាប់តន្ត្រីពោពេញទៅដោយមនោសញ្ចេតនាឆ្នាំរោងគិតថាពិភពលោកហ្នឹងគឺមានតែអ្នកហើយនឹងនាងប៉ុណ្ណោះឯងបាទអញ្ចឹងបណ្ដោយឲ្យរោងគាត់ទៅតាមមនោសញ្ចេតនាល្អរបស់គាត់ទៅណាចូលដល់ម្សាញ់រិស័យក៏មិនឡើងដែរម្សាញ់ថ្ងៃហ្នឹងគឺបាត់បង់ស្នេហាហើយប៉ុន្តែការបាត់បង់ហ្នឹងគឺទុកដូចជាបទពិសោធន៍អញ្ចឹងណាមិនមានការឈឺចាប់ខូចចិត្តខូចថ្លើមអីទេម្សាញ់
ប៉ុន្តែទោះបីគាត់មិននិយាយស្ដីមែនមិនក្នុងចិត្តណាគឺពោពេញទៅដោយភាពឯកាហើយឈឺចាប់ខ្លាំងណានៅក្នុងចិត្តរបស់គាត់ហើយប្រយ័ត្នឈឺណាប្រយ័ត្នធ្លាក់ខ្លួនឈឺម្សាញ់ឈឺដោយសារបាត់បង់ស្នេហាហើយថ្ងៃហ្នឹងគឺជួបការបាត់បង់ទាំងព្រមហើយមិនថារឿងស្នេហាទេការងារក៏ត្រូវប្រយ័ត្នហើយទ្រព្យធនអីផ្សេងហ្នឹងក៏ត្រូវប្រយ័ត្នដែរណាប្រយ័ត្នបាត់បង់រាសីធ្លាក់ចុះខ្លាំងតួយ៉ាងណាកុំឲ្យកើតជំងឺបាក់ទឹកចិត្តឲ្យសោះណាយើងត្រូវគិតថាអស់អ្វីក៏អស់ទៅប៉ុន្តែម្សាញ់នៅមានប្រាជ្ញាមានកម្លាំងហើយបើជាតួអង្គបរោះវិញត្រូវគិតថាអ្នកជាបុគ្គលដែលខ្ពស់លើសអស់អ្នកឯទៀតណាកុំឲ្យចោះចាញ់ឲ្យសោះចូលដល់មមីថ្ងៃហ្នឹងគឺជួបទុកព្រួយហើយមានក្តីបារម្ភទៅលើចាស់ទុំដែលលោកកាន់តែជរាខ្លាំងណាហើយក៏ត្រូវធ្វើដំណើរចេញចរទៅទីជិតឆ្ងាយដែរត្រូវចាក់ចែងដើម្បីជួយមើលព្យាបាលជំងឺពួកគាត់ហើយមមីតែងតែជួបសំណាងណាទោះបីជួបទុកព្រួយលំបាកបែបណាក៏ដោយចេញចរទៅទីណាគឺតែងតែមានក្រុមគ្រួសារបងប្អូនតាមជួយជ្រោមជ្រែងទៅដល់ទីណាក៏តែងតែជួបសំណាងហេងជាប់រហូតនឹងឯងរីឯមម៉ែវិញចេញចោលទៅណាក៏មិនរួចដែរឬក៏អាចថាជាអ្នកពិការឬក៏បើមិនពិការទេក៏ដូចតែខ្លួនពិការដែរចេញចោលទៅណាមិនរួចទេជួបទុកព្រួយរឿងបាត់របស់ទ្រព្យហើយក៏ប្រយ័ត្នឈឺធ្ងន់ដែរណាដោយសារតែខ្លួនឯងហ្នឹងវាគិតទៅលើការបាត់បង់របស់ទ្រព្យហ្នឹងច្រើនពេកហើយកាលណាគិតច្រើនពេកយើងคล้ายទៅជាវាអាចថាជាមនុស្សដែលសម្ភារៈនិយមក៏ថាបានដែរអានេះដោយសារតែការបាត់បង់របស់ទ្រព្យអាណាយើងទុកព្រួយខ្លាំងទៅលើការបាត់បង់ហ្នឹងហើយម៉ែមិនមែនថាបាត់បង់រឿងសម្ភារៈទេបាត់បង់លុយកាក់ទ្រព្យធនរឿងស្នេហាក៏មានបាត់បង់ដែរណាគ្រាន់តែថាយើងលះបង់ការព្រួយបារម្ភហ្នឹងទៅធ្វើម៉េចបើវាជ្រុលបាត់បង់ទៅហើយម៉ែខ្លះក៏ថ្ងៃហ្នឹងគឺត្រូវចាញ់ក្តីគេឬក៏ចាញ់ចំនួនក្តីក្តាំប្រឹងផ្ដាល់អីហ្នឹងចាញ់គេហើយនៅថ្ងៃហ្នឹងអាហ្នឹងឯងដែលធ្វើឲ្យម៉ែហ្នឹងព្រួយបារម្ភជាមិនផុតហើយអញ្ចឹងហាមមិនគួរលេងល្បែងស៊ីសងទេនៅថ្ងៃទី21ហ្នឹងពំនោះទេនឹងខាតធ្ងន់ណាខាតធំលេងធំកាលណាខាតកាន់តែខ្លាំងចូលដល់ឆ្នាំវកត្រៀមលុយលៀបសម្រាប់សមាជិកថ្មីត្រៀមយកគូជីវិតមកចូលមកក្នុងជីវិតរបស់ខ្លួនឯងណាហើយចឹងហើយវកគឺត្រូវត្រៀមពិសេសគឺលុយកាក់ឬក៏ទីកន្លែងផ្ទះសម្បែងផ្សេងអីហ្នឹងហើយអញ្ចឹងវកក៏មានការព្រួយបារម្ភច្រើនដែរខ្លាចថាយើងចិញ្ចឹមគេមិនរស់អានេះបើសិនជាតួអង្គបរោះហើយបើសិនតួអង្គស្ត្រីអីហ្នឹងមានការព្រួយបារម្ភច្រើនខ្លាចថាបាត់បង់ទៅវិញជួបមានរឿងបាត់បង់ទៅវិញហើយអញ្ចឹងហើយឆ្នាំវកត្រូវត្រៀមប្រសិនបើមានគូជីវិតរបស់ខ្លួនជួបនឹងគូជីវិតរបស់ខ្លួនអញ្ចឹងឲ្យគ្រូដេញជើងលេខជូនទៅខ្លាចលោជួបសយជួបអីហ្នឹងយើងកាត់គ្រោះកាត់ឆុងចេញទៅណាដើម្បីឲ្យគូអ្នកទាំងពីរនឹងឯងជួបជុំគ្នាដោយសប្បាយរីករាយដោយមានរាសីខ្ពស់ចូលដល់ឆ្នាំរកាមានគ្រោះនៅថ្ងៃហ្នឹងណាជួបគ្រោះប៉ុន្តែគ្រោះហ្នឹងគឺកន្លងហួសហើយអញ្ចឹងថ្ងៃហ្នឹងគឺត្រូវទទួលការព្យាបាលទៅវិញហើយការព្យាបាលនៅថ្ងៃហ្នឹងក៏គបប្រសើរគួរជាទីពេញចិត្តដែរណាសង្ឃឹមថាគ្រោះចង្រៃផ្សេងដែលប៉ងយាយីកន្លងទៅហ្នឹងនឹងជាជ្រះស្រឡះឡើងវិញហើយរកាលៀបសក្ការៈទាំងឡាយក៏ហូរចូលនៅថ្ងៃហ្នឹងផងដែរមានលៀបសក្ការៈហូរចូលប៉ុន្តែរកាហាមដាច់ខាតគឺកុំយកអាសាអ្នកដទៃហើយបើមិនអញ្ចឹងទេយកអាសាអ្នកណាគឺនាំទុកដល់ខ្លួនហើយអ្នកនោះគឺនាំទុកដល់ខ្លួនហើយចូលដល់ចគូកុំចេញចទៅទីចិត្តឆ្ងាយនៅមួយកន្លែងទៅនៅផ្ទះទៅប្រយ័ត្នគ្រោះកើតឡើងគឺជាប់មានគ្រោះនៅថ្ងៃទី21ហ្នឹងប៉ុន្តែចខ្លះគឺយកអ្នកជំងឺទៅព្យាបាលត្រូវយកអ្នកជំងឺទៅព្យាបាលនៅទីជិតឆ្ងាយហើយឬអ្នកខ្លះយ
យកទៅព្យាបាលនៅក្រៅប្រទេសអីអញ្ចឹងទៅអញ្ចឹងហើយចថ្ងៃទី21ហ្នឹងក៏មានការព្រួយបារម្ភទៅលើភាពបាត់បង់ដែរណាអញ្ចឹងចត្រូវអត់ធ្មត់ប្រឹងប្រែងឡើងដាក់ចិត្តដាក់កាយពុះពៀជំនះរាល់ឧបសគ្គទាំងឡាយមិនត្រូវហត់នឿយទេមិនត្រូវចោះចាញ់ទេណាត្រូវបន្តទៅមុខទៀតចូលដល់កលចុងពោចគេកលថ្ងៃហ្នឹងថ្ងៃទី21ហ្នឹងរងនៅការប្រមាថពីមជ្ឈដ្ឋានអ្នកដតីហើយអញ្ចឹងកលប្រយ័ត្នបាត់បង់របស់ទ្រព្យបាត់បង់លុយលាភសក្ការៈទាំងឡាយដែលវានឹងហូរចូលមកនោះវានឹងបាត់បង់ត្រឡប់ទៅវិញហើយធ្វើឲ្យកលនឹងឯងមានការបាក់ទឹកចិត្តអញ្ចឹងមិនត្រូវបាក់ទឹកចិត្តទេកលបើនៅតែបាក់ទឹកចិត្តនោះអាចនឹងជួបគ្រោះនៅថ្ងៃហ្នឹងពីព្រោះដោយសារតែការធ្វើប្រហែសការបាក់ទឹកចិត្តរបស់យើងនឹងឯងគឺវានាំគ្រោះចូលមកក្នុងរាសីរបស់យើងហ្នឹងហើយអញ្ចឹងហើយកលកុំបារម្ភច្រើនពេកកលត្រូវគិតថាលុយលាភនឹងមកជាបន្តមិនមែនបាត់មួយហ្នឹងបាត់អស់ទេលុយលាភនឹងនៅមកជាបន្តទៀតស្អែកខាន់ស្អែកលុយលាភហូរចូលមកទៀតហើយអញ្ចឹងហើយត្រូវមានភាពរឹងមាំហើយក៏កុំតែងតែទម្លាក់កំហុសលើខ្លួនឯងណាធ្វើអ្វីក៏ដោយមនុស្សយើងវាមិនមែនល្អឥតខ្ចោះទេហើយតែងធ្វើទៅត្រូវខ្លះខុសខ្លះមិនលែងអញ្ចឹងឯងកុំបន្ទោសខ្លួនឯងតិថាយើងបន្ទោសខ្លួនឯងមកពីខ្លួនឯងហ្នឹងវាអញ្ចឹងបានវាធ្វើឲ្យបាត់បង់របស់ទ្រព្យអីហ្នឹងមិនអញ្ចឹងទេបាទអញ្ចឹងខ្ញុំបញ្ចប់វីដេអូមើលរាសីឆ្នាំទាំង12ប្រចាំថ្ងៃទី21ខែមេសាត្រឹមប៉ុណ្ណឹងចាណាសូមអរគុណច្រើន